ជំរាបសួរកូនៗទាំងអស់គ្នាក៏មកជួបមួយលោកគ្រូម្ដងទៀតហើយអរគុណព្រះសម្រាប់ពេលរៀនដ៏ល្អនៅថ្ងៃនេះថ្ងៃនេះលោកគ្រូបានលើកយកនៅមេរៀនថ្នាក់ទី5ដែលទាក់ទងជាមួយនឹងមេរៀនទី5គុណនាមប្រកក្រប្រដីអញ្ចឹងយើងបានរៀនមេរៀនមុនរួចមកហើយអំពីប្រភេទនៃគុណនាមអញ្ចឹងប្រភេទនៃគុណនាមនេះគឺមាន2គឺគុណនាមប្រកប្រដីហើយនិងគុណនាមកំណត់អញ្ចឹងលោកគ្រូបានលើកយកនៅគុណនាមប្រកប្រដីដើម្បីមកបង្ហាញបងប្អូនទាំងអស់គ្នាតើអញ្ចឹងគុណនាមប្រកប្រដីបញ្ជាក់លក្ខណៈរបស់នាមចឹងលោកគ្រូអានម្ដងទៀតគុណនាមប្រកបដីគឺបញ្ជាក់លក្ខណៈរបស់នាមចឹងថ្ងៃនេះលោកគ្រូក៏មាននៅឧទាហរណ៍ចំនួន3ដើម្បីយកមកបង្ហាញអំពីគុណនាមប្រកបដីផងដែរតើចឹងទី1ដូនតាយើងបន្សល់ទុករឿងនិទានពីរូបច្រើនណាស់ទី2រឿងទាំងនោះបង្កប់ការអប់រំល្អចឹងទី3ខ្ញុំចូលចិត្តអានរឿងខ្លីៗពីសម័យមុនតើចឹងយើងទៅមើលអំពីប្រភេទនៃគុណនាមប្រកបដីនៅក្នុងឧទាហរណ៍នីមួយៗតើវាមានពីអីខ្លះអញ្ចឹងទី1ដូនតាយើងបន្សល់ទុករឿងនិទានពីរូបច្រើនណាស់អញ្ចឹងពាក្យដែលមាននៅក្នុងឧទាហរណ៍ទី1គឺគុណនាមប្រកបដីនេះគឺពាក្យពីរូបចំណែកឯវាបញ្ជាក់លក្ខណៈរបស់នាមរឿងនេះនិទានចូលដល់ឧទាហរណ៍ទី2រឿងទាំងនោះបង្កប់ការអប់រំល្អអញ្ចឹងពាក្យល្អគឺជាគុណនាមប្រកបដីហើយវាបញ្ជាក់លក្ខណៈរបស់នាមការអប់រំចូលដល់ទី3ខ្ញុំចូលចិត្តអានរឿងខ្លីៗពីសម័យមុនអញ្ចឹងពាក្យខ្លីគឺជាគុណនាមប្រកបដីហើយវាបញ្ជាក់លក្ខណៈរបស់នាមរឿងនេះហើយរឿងអញ្ចឹងលោកគ្រូនឹងអានម្ដងទៀតទាក់ទងជាមួយនឹងឧទាហរណ៍ទាំង3ឧទាហរណ៍ទី1ដូនតាយើងបន្សល់ទុករឿងនិទានពីរូបច្រើនណាស់អញ្ចឹងពាក្យពីរោះគឺជាគុណនាមប្រកបដីចំណែកឯនាមនេះរឿងនេះនិទានចំណែកចូលដល់ឧទាហរណ៍ទី2រឿងទាំងនោះបង្កប់ការអប់រំល្អអញ្ចឹងល្អគឺជាគុណនាមប្រកបដីចំណែកឯការអប់រំគឺជានាមចូលដល់ទី3ខ្ញុំចូលចិត្តអានរឿងខ្លីៗពីសម័យមុនអញ្ចឹងខ្លីគឺជាគុណនាមប្រកបដីចំណែកឯនាមគឺរឿងអញ្ចឹងហើយសម្រាប់មេរៀនរបស់លោកគ្រូនៅថ្ងៃនេះក៏ដល់ទីបញ្ចប់អរគុណបងប្អូនអរគ្នាសម្រាប់ការតាមដានសូមព្រះប្រទានពរ